ផ្ដើមនៅរឿងដំបូងសូយកបានន័យថានេះគឺជាកំភ្លើងដ៏អស្ចារ្យហើយស្គីនៅក្នុងការបាញ់ចេញរបស់លោកក៏អស្ចារ្យដូចគ្នាដែរហាជិនតបថាវាគឺគ្មានអ្វីធំដុំនោះទេរួចភ្លាមនោះដែរគាត់ក៏បានដកកំភ្លើងបានចេញទៅចំនួនមួយគ្រាប់ទៀតបានធ្វើឲ្យសត្វស្លាបដែលហោះនៅឆ្ងាយនឹងធ្លាក់ក្បៀកតែម្ដងសូយកឃើញអ្នកឆ្ងាយគឺភ្ញាក់ផ្អើលមែនទែនដោយសារតែវាគឺមានចម្ងាយឆ្ងាយពេកហើយប៉ុន្តែសម្រាប់ហាជិនគាត់គឺអាចមើលឃើញបានយ៉ាងច្បាស់ទោះបីជាវាស្ថិតនៅឆ្ងាយក៏ដោយហើយភ្លាមនោះហាជិនប្រាប់ថាឥឡូវនេះគាត់ធ្វើរមាទៅមុនហើយបន្តិចក្រោយមកយើងបានឃើញថាសាកសពសត្វចម្លែកទាំងពីរដែលហាជិនបានប្រមាញ់ហ្នឹងគឺបានមកដល់ហើយសូយកនិយាយថាមើលទៅសត្វចម្លែកពីរក្បាលនេះពិតជាធន់ណាស់ហាជិនសួរថាបើអញ្ចឹងពួកយើងត្រូវតែលើកវាទៅខាងក្រៅវិញមែនសូយកនិយាយថាមើលទៅផាជីអស់លុយមួយចំនួនប៉ះសិនបើគាត់ហៅ911បើអញ្ចឹងខ្ញុំនឹងប្រោសជូនប្រាក់បញ្ញើនៅថ្ងៃស្អែកតាមតែអាចធ្វើទៅបានហាជិនក៏សម្រេចតាមនឹងរួចពួកគេទាំងពីរនាក់ក៏ចាប់ដៃគ្នាសូយកសួរថាតើនេះគឺជាលើកដំបូងនៅក្នុងការប្រមាញ់របស់លោកមែនទេតើខ្ញុំអាចសួរអំពីការប្រើប្រាស់រង្វាន់ប្រាក់របស់លោកបានទេហាជិនប្រាប់ថាប្រាក់ទាំងអស់នេះគឺសម្រាប់ភាគហ៊ុនសូយកលើដូច្នេះគឺមានការកាំងខ្លាំងមែនទែនហ្គាថ្មីបានបង្កើតឡើងមានឈ្មោះថា Peg House Master ជាមួយនឹង setting ថ្មីវាអាចស្វែងរកមនុស្សកាត់បិសាចបានហើយហ្គាថ្មីនេះពិតជាសំខាន់ខ្លាំងណាស់នៅក្នុងខ្សែរឿងត្រូវហើយប៉ុន្តែនេះមិនមែនជាតំបន់ដែលគាត់ត្រូវតែប្រើអារម្មណ៍ដំបូងនោះទេប៉ុន្តែវាល្អជាងដងច័ន្ទដែលហ្គាបានគ្រប់គ្រងកន្លែងបិសាចនៅស៊ូវុនត្រូវបានហ្គាថ្មីដែលទើបតែបង្កើតឡើងនិងសម្អាតបន្ទាប់ពីនោះភាគហ៊ុនបានកើនឡើងជិតទៅដល់ 1000% ឯណោះខ្ញុំធានាថាវានឹងទទួលបានប្រាក់ចំណេញទៅខ្ញុំទិញវាតែលុយអាចរើសបានយ៉ាងងាយស្រួលដូច្នេះមែនទេហើយការទិញយកភាគហ៊ុននៅក្នុង Peg House Master ទទួលបានជោគជ័យមើលទៅតែប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយចុះសិនតើមានព័ត៌មានណាដែលសំខាន់ទៀតទេព្រោះនៅក្នុង public គឺមិនសូវមានព័ត៌មានសំខាន់ឡើយខ្ញុំគួរតែចូលមើល website ស្រមោលហើយទើបទទួលបានព័ត៌មានថ្មីរួច website ស្រមោលនេះធ្វើឲ្យគាត់នឹកឃើញទៅដល់រឿងមួយក្រុម Chameleon គឺជាក្រុម Villain មួយនៅក្នុងខ្សែរឿង novel ដោយសមាជិកនៅក្នុងក្រុមមួយទាំងអស់សុទ្ធតែធ្លាប់ប្រព្រឹត្តឧក្រិដ្ឋកម្មប៉ុន្តែក្រុម Chameleon នេះពួកគេគឺស្អប់មនុស្សកាត់បិសាចណាស់បើសិនបើខ្ញុំអាចជួបជាមួយនឹងមេក្រុមរបស់ពួកគេគឺខ្ញុំអាចឲ្យពួកគេទៅសម្លាប់ជិនយន្តបានហើយបើតាមអ្វីដែលគាត់បានសរសេរក្រុមនេះគឺចាប់ផ្ដើមធ្វើសកម្មភាពហើយភ្លាម laptop របស់ហាជិនសុកគឺស្រាប់តែរលត់ចេះតាមរងរឿងនេះគឺធ្វើឲ្យគាត់ឆ្ងល់ខ្លាំងមែនទែនតើមានរឿងអ្វីកើតឡើងទៅជប់សិនតើអាចទេនេះគឺជាពេលវេលាដែលអាចឲ្យគាត់ត្រឡប់ទៅកាន់ពិភពលោករបស់គាត់វិញប៉ុន្តែភ្លាមនោះ laptop របស់គាត់គឺចាប់ផ្ដើមដំណើរការវិញរួចក៏មាន Windows មួយបានប្រាប់ថាមួយខែគឺបានកន្លងផុតទៅហើយរួច laptop នេះក៏បានអាប់ដេតមុខងារថ្មីបន្ទាប់មកខ្សែរឿងគឺកាត់មកក្នុងភោជនីយដ្ឋានមួយយើងបានឃើញថាជាតិអុកនេះបានធ្វើរមាមកជួបជាមួយនឹងយន្តហាហើយជាតិអុកដូចជាមិនសូវសប្បាយចិត្តនោះទេដែលយន្តហាហៅគាត់មកទីនេះយន្តហាប្រាប់ថាវាគឺគ្មានអ្វីអាក្រក់នោះទេដែលភ្ជាប់ទំនាក់ទំនងជាមួយនឹងមេក្រុម Society ហើយតាចំថារបស់លោកគឺយ៉ាងម៉េចដែរចុងហាក់តបថាគឺធម្មតាទេយន្តហានិយាយថាខ្ញុំដឹងថាលោកចង់ទទួលបានថវ័នទើបសប្បាយចិត្តចុងហាក់តបថាខ្ញុំប្រាប់ថាមិនអីគឺមិនអីហើយរឿងនេះបានធ្វើឲ្យអ្នកស្រឡាញ់គេម្នាក់ឯងដូចជាយន្តហាហ្នឹងក៏រៀងពិបាកដែរភ្លាមមកដែរនាយយន្តក៏ធ្វើរមាចូលមកក្នុងភោជនីយដ្ឋាននេះដូចគ្នាហើយចុងហាក់គ្រាន់តែឃើញនាងមកដូច្នេះដូចជារីករាយមែនតើដែលគាត់បានហៅឲ្យនាយយន្តហ្នឹងមកអង្គុយទឹករួមគ្នាមកនាយយន្តនិយាយថាបើសិនជាខ្ញុំដឹងថាលោកនៅទីនេះខ្ញុំគឺមិនមកនោះទេចុងហាក់សួរថាតើនាងមកអីទេឬខ្ញុំលើថានាងគឺបានចូលមន្ទីរពេទ្យនាយយន្តតបថាគ្មានអ្វីធំដុំនោះទេលោកគឺមិនចាំបាច់បារម្ភឡើយឯយន្តហាឃើញថាពីរអ្នកនេះនិយាយគ្នាដូច្នេះគឺខឹងខ្លាំងមែនតើប៉ុន្តែភ្លាមនោះនាយយន្តប្រាប់ថាគឺមានរឿងមួយចំនួនចង់និយាយជាមួយនឹងយន្តហាតើនាងបានស្គាល់គីមហាជិនដែរឬទេយន្តហាលើពីឈ្មោះគីមហាជិនដូច្នេះក៏ដូចជាឆ្ងល់ដូចគ្នានាយយន្តប្រាប់ថានៅកំឡុងពេលបញ្ហាមនុស្សបិសាចនៅក្នុងសារមន្ទីរនោះខ្ញុំជាមួយនឹងគីមសូហូនិងគីមហាយន្តគឺនៅទីកន្លែងនោះនៅពេលនោះមនុស្សបិសាចគឺពិតជាខ្លាំងណាស់នៅពេលដែលពួកយើងបានប្រយុទ្ធជាមួយប៉ុន្តែហាជិននោះបានធ្វើឲ្យពួកយើងមានការភ្ញាក់ផ្អើលតើនាងជឿដែរឬទេយន្តហាព្រោះនៅពេលនោះហាជិនបានបាញ់ប្រាច់ដៃមនុស្សបិសាចត្រឹមតែគ្រាប់កំភ្លើងតែប៉ុណ្ណោះបើសិនជាគិតមើលទៅគាត់គឺពិតជាគួរឲ្យសង្ស័យណាស់ត្រូវហើយតែហាជិនមិនមែនស្ថិតនៅក្នុងក្រុមជាមួយនាងទេឬតើនាងគិតយ៉ាងម៉េចដែរចំពោះគាត់នោះយន្តហាលើសំណួរមួយនេះហើយដូចជារៀងភាំងឲ្យមកទេរួចនាងបានគិតទៅដល់ព័ត៌មានដែលហាជិនបានប្រាប់អំពីចំណុចខ្សោយតាក់ទងទៅនឹងសត្វចម្លែកថ្នាក់ខ្ពស់មុននោះហើយមើលទៅគាត់គឺមិនចង់ប្រើអ្វីមកកាន់ខ្ញុំទៀតទេដូច្នេះជំរឿរបស់ខ្ញុំគឺមានតែស៊ើបអង្កេតទៅកាន់គាត់ប៉ុណ្ណោះខ្ញុំត្រូវតែវាយតម្លៃថាគាត់គឺមានប្រយោជន៍ឬក៏អត់ប្រយោជន៍បើគិតមើលទៅគាត់ដូចជាគ្មានអ្វីដែលពិសេសទេរួចនាងមិនជឿថាហាជិននឹងអាចបាញ់ប្រាច់ដៃមនុស្សបិសាចបានទេប៉ុន្តែមើលទៅដូចជាមានអ្វីម្យ៉ាងដែលលាក់បាំងនៅពីក្រោយហាជិននាយនិយាយថាតើអាចទេដែលហាជិននឹងគឺជាមនុស្សកាត់បិសាចដែររឿងនេះបានធ្វើឲ្យពេលនោះគឺមានការកាំងមែនតើយន្តហាសួរថាតើនាងគិតថាមនុស្សបិសាចនឹងវាបហាគ្នាឯងឬនាយលើដូច្នេះក៏គិតថាសមហេតុផលដែរបើអញ្ចឹងតើមានអ្វីមែនទេដែលលាក់បាំងនៅពីក្រោយអាប៉ែនោះនៅខាងហាជិនវិញគឺមានពន្លឺយ៉ាងខ្លាំងបានចេះចេញពី laptop របស់គាត់ព្រោះដោយសារតែពេលនេះការអាប់ដេតគឺជិតពេញហើយគ្រាន់តែពេញភ្លាមគឺមានពន្លឺ
បានចាស់ចេញពីដៃរបស់ហាជីនវាគឺបានធ្វើឲ្យហាជីនគឺមានភាពជឿចាប់មែនទែនហើយវាគឺមិនបានឈប់នោះទេវាគឺនៅតែបន្តធ្វើឲ្យហាជីនជឿចាប់អញ្ចឹងដល់នៅពេលនេះហាជីនយើងអាចនឹងទទួលបានធម៌ពលម៉ាជីកហើយរួចព័ត៌មានថ្មីជាច្រើនបានចូលទៅក្នុងខួរក្បាលរបស់ហាជីនរឿងនេះគឺបានធ្វើឲ្យហាជីនពិបាកទ្រាំទ្រខ្លាំងមែនទែនដោយសារវាគឺច្រើនពេកនៅខាងនេះវិញចុងហាក់សួរថាតើនាងបាននិយាយថាស្អប់គាត់មែនទេពីអ្នកនោះលើដូច្នេះហើយគឺមិនទាន់បានតបមកទេចំណែកឯហាជីនវិញគឺនៅតែឈឺក្បាលជាមួយនឹងព័ត៌មាននោះនៅឡើយទេឯណាយុនក៏នឹកឃើញសម្ដីរបស់ហាជីនដែលនិយាយតាក់ទងទៅនឹងបងប្រុសរបស់នាងរួចណាយុននិយាយថាត្រូវហើយខ្ញុំគឺស្អប់គាត់នៅខាងនេះហាជីនគឺបានស្លាប់បាត់ហើយរួចយើងក៏បានឃើញមាននិមិត្តសញ្ញាមួយនៅលើដៃហាជីនដូចគ្នាចំណែកឯ laptop របស់ហាជីនបានបង្ហាញវីដេអូមួយថាបន្ទាប់ពីអាប់ដេតរួចហាជីនគឺទទួលបានអំណោយថ្នាក់ទាបគឺជាសភៅនៃការពិតដែលវាបានជួយទៅដល់ observation និង reading បន្ទាប់ពីបញ្ហាដែលបានកើតឡើងនៅក្នុងសារមន្ទីរខ្ញុំគឹមសូហូនិងណាយុនដែលបានវាយជាមួយនឹងមនុស្សកាត់បិសាចពួកយើងទទួលបានរង្វាន់ខ្លាចជាប្រជាជនគំរូចំណែកឯរបួសនៅលើដៃរបស់ខ្ញុំកាលពីម្សិលមិញក៏នៅតែជឿនៅឡើយទេហើយខ្ញុំនឹងស្វែងយល់អំពីសមត្ថភាពរបស់វានៅពេលក្រោយហើយពេលមកដែរណាយុនបានថាឲ្យទៅកាន់ហាជីនថាឲ្យបិទមាត់ទៅហាជីនតបថាខ្ញុំគឺមិនបាននិយាយអ្វីឯណាណាយុនបន្តខ្ញុំឲ្យបិទមាត់គឺបិទមាត់ទៅហាជីនសួរថាយ៉ាងម៉េចតានាងភ្លេចហើយមែនទេណាយុនលើតែឆ្ងាយក៏ដូចជារៀងឆ្ងល់ដូចគ្នាហាជីនប្រាប់ថាខ្ញុំគឺបានជួយសង្គ្រោះនាងប៉ុន្តែយើងមើលតែទឹកមុខរបស់ណាយុនទៅគឺដឹងហើយថាមានន័យយ៉ាងម៉េចនោះរូបនាងបានស្រែប្រាប់ថារឿងពីរហ្នឹងគឺខុសគ្នាសូហូដែលដើរចូលមកបានប្រាប់ថានៅទាំងពីរគឺគោដែលស្ងាត់ទៅហើយណាយុននាងដូរកន្លែងអង្គុយជាមួយខ្ញុំមកប៉ុន្តែណាយុនតបថាអត់ទេខ្ញុំគឺមិនចង់ដូរឡើយប៉ុន្តែចុងក្រោយនាងគឺនៅតែដូរដដែលហ្នឹងហើយពេលមកដែរសូហូក៏អរគុណទៅកាន់ហាជីនរឿងការពីពេលមុនហាជីនលើហើយក៏ថាងាប់ហើយយូរហើយទើបតែអរគុណសូហូបន្តពួកយើងគឺមិនអាចឈ្នះបានទេបើសិនបើគ្មានជាមួយចេញពីលោកហាជីននិយាយថាខ្ញុំឆ្ងល់ណាស់បើសិនបើអ្នកទាំងពីរអាចទៅឈ្នះបានដោយគ្មានខ្ញុំនោះបើសិនបើគ្មានខ្ញុំលោកហាជីអាចអ្វីខិនកម្លាំងបានបន្ថែមទៀតហើយហាជីនបានគិតថាដោយសារតែគាត់នេះគឺជាតួអង្គសំខាន់ដូច្នេះហើយគាត់គឺអាចខ្លាំងក្លាបានបន្ទាប់ពីប្រឈមនឹងគ្រោះថ្នាក់ភ្លាមនោះកញ្ញាម្នាក់បានស្រែកឡើងថាគាត់បានមកដល់ហើយអ្នកទាំងអស់គ្នារៀបចំខ្លួនរួចយើងបានឃើញដំណើរបារម្ភម្នាក់បានដើរចេញមកដោយមិនមានជំពាក់នរណាគេមករៀគាត់គឺមានឈ្មោះថាយ៉ូស៊ីយ៉ូគាត់គឺជាហេរ៉ូចំណាត់ថ្នាក់ទី37នៅក្នុង Supreme Hero អ្នកគ្រប់គ្នានិយាយថាតើនោះមិនមែនជាចចកវ៉ាល់ហាឡាទេឬមើលទៅអមារបស់គាត់គឺពិតជាអស្ចារ្យណាស់ចំណែកឯពិធីផ្ដល់រង្វាន់ក៏ចាប់ផ្ដើមឡើងហើយអ្នកដែលបានសាដៃគឺចាប់ឡើងមកខាងលើមកដោយហេរ៉ូចំណាត់ថ្នាក់ទី37នឹងផ្ដល់រង្វាន់ជូនអ្នកទាំងអស់គ្នាពួកគេទាំង3នាក់នេះនឹងក្លាយទៅជាមនុស្សគំរូនៅក្នុងសង្គមដែលបានប្រឈមមុខនឹងគ្រោះថ្នាក់ស៊ីយកសួរទៅគឹមសូហូថាតើឯងក៏ជាសូហូត្រូវទេសូហូឆ្លើយថាគឺត្រូវហើយមិនឆ្ងល់នោះទេដែលពួកអាឡិតអស់នោះគឺចង់បានឯងហើយនៅពេលដែលប្រគល់រង្វាន់ឲ្យនោះស៊ីហុកបានខ្សឹបប្រាប់សូហូថាឯងគឺមិនត្រូវជាន់ association ទេវាគឺជាជំរឿនដ៏ល្អដែលធ្វើការក្នុងនាមជាអ្នកប្រមាញ់ពីព្រោះ hero គឺត្រូវតែមានសមត្ថភាពខ្លាំងគឺមិនអាចលេងសើចបានទេសូហូតបថាប៉ុន្តែខ្ញុំស័ក្តិសមធ្វើជា hero ធម្មតាជាងស៊ីយកតបថាមិនអីទេបើអញ្ចឹងក៏អញ្ចឹងទៅបន្ទាប់មកគាត់ក៏បានមើលទៅកាន់អ្នកបន្ទាប់ហើយឃើញណាយុនមើលទៅគាត់ដូចជាធ្លាប់ស្គាល់ដែរណាយុនបានហៅស៊ីយកនោះថាគឺជាលោកគ្រូស៊ីយកតបថាណារាគេទៅជាគ្រូរបស់នាងនោះក្រែងនាងប្រើប្រាស់ព្រួញហើយប៉ារបស់នាងប្រាប់យើងឲ្យមើលមកកាន់នាងផងប៉ុន្តែនៅពេលដែលយើងបានជួបនាងគឺមិនចាប់អារម្មណ៍សូម្បីតែបន្តិចលើដូច្នេះក៏បានធ្វើឲ្យណាយុននឹងរៀងអន់ចិត្តដែរហើយពេលនោះស៊ីយកបានមើលទៅកាន់ហាជីនទាំងទឹកមុខងឿងឆ្ងល់ឬគាត់បានសួរទៅកាន់ហាជីនថាតើឯងជានរណាហាជីនតបថាបេក្ខជនគីមហាជីនស៊ីយកលើហើយគឺមិននិយាយអ្វីច្រើនទេគ្រាន់តែប្រគល់រង្វាន់ឲ្យប៉ុណ្ណោះហើយបន្ទាប់ពីនោះក៏មានកម្មវិធីតិចតួចមួយចំនួនទៀតផងដែរប៉ុន្តែវាមិនសំខាន់ដូច្នេះខ្ញុំមិននិយាយនោះទេបន្ទាប់មកខ្សែរឿងគេកាត់មកក្នុងហាងកាហ្វេនៅពេលនេះហាជីនគឺសប្បាយចិត្តខ្លាំងមែនទែនដោយសារតែគាត់គឺទទួលបានប្រាក់ជាច្រើនជាមួយនឹងប្រាក់តនេះគាត់គឺអាចទិញភាគហ៊ុនបន្ថែមនៅក្នុង Gear Paycos Master ឬគាត់ក៏មើលទៅកាន់ laptop របស់គាត់ដែលទើបតែអាប់ដេតថ្មីព្រោះគាត់បានចាប់អារម្មណ៍ទៅលើ Sigma ដែលវាបានបន្សល់ស្នាមរបួសនៅលើដៃរបស់គាត់ដោយ Sigma មួយនេះអាចឲ្យគាត់ធ្វើការសារសុំអ្វីក៏បានដែរក៏ដូច្នេះហើយគាត់ក៏ចង់សារលបងដូចគ្នាហើយគ្រាន់តែគិតថាចង់សារលបងព្រាមក៏មានពលិយ៉ាងខ្លាំងបានចាស់ចេញពីដៃរបស់គាត់ឃើញដូច្នេះព្រាមគាត់ក៏បញ្ញាប់លាក់ដៃរបស់គាត់យ៉ាងលឿនដោយសារតែគាត់គឺនៅទីសាធារណៈដូច្នេះហើយចាំត្រឡប់ទៅកាន់ទីកន្លែងសាក់នៅវិញចាំសិក្សាពីវាបន្ថែមក៏មិនអីដែរព្រោះគាត់បានចុចទៅមើលការចូលប្រើប្រាស់ laptop អ៊ីនធឺណិតដែលវាបានបង្ហាញអំពី website ដែលមាននៅក្នុងពេលបច្ចុប្បន្ននេះគាត់គិតថា website ទាំងនេះគឺមិនធម្មតាទេប៉ុន្តែ website មួយចំនួនគឺត្រូវការបង់លុយទើបអាចចូលមើលបានក្នុងចំណោម website ទាំងនោះ website Violet Society វាគឺសំខាន់ជាងគេដោយ Violet Society នេះវាពិតជាល្បីល្បាញព្រោះវាអាចធ្វើការផ្លាស់ប្ដូរព័ត៌មានឬក៏អាវុធមួយចំនួនបានរួចក៏អាចធ្វើការសារសុំបានដូចគ្នាប៉ុន្តែ Hero គឺមិនសូវចូលចិត្តជាមួយនឹង website មួយនេះឡើយដូច្នេះទើបរាជរដ្ឋាភិបាលចាក់ចេញពី website មួយនេះ
នេះរួចហាជិនក៏ចំណាយ200 story point ដើម្បីបង្កើត account នៅក្នុង website Violet Society ព្រាមនោះក៏មាននារីម្នាក់បាននិយាយឡើងថាអូឯងក៏នៅទីនេះទេនាងសួរថាតើឯងស្គាល់យើងដែរឬទេបេក្ខជនគីមហាជិនខ្ញុំភ្ញាក់ផ្អើលណាស់ដែលភ្លាមឯងបាត់ខ្លួនចេញពីវិធីផ្ដល់រង្វាន់ហើយខ្ញុំគឺមានរបស់មួយចាំបកគលឲ្យឯងរួចនាងក៏បង្ហាញអំពីការងាររបស់នាងឲ្យទៅកាន់ហាជិនគិតថានេះគឺជារឿងដ៏អស្ចារ្យដែលសង្ហាបានផ្ដល់ឲ្យការរបស់នាងប៉ុន្តែវាគឺមានរឿងអ្វីម្យ៉ាងដែលខ្ញុំចង់ដឹងបន្ថែមសង្ហាសួរថាតើខ្ញុំអាចសួរលោកបានដែរទេប្រសិនបើគ្នាយើងចង់ឧបត្ថម្ភមកកាន់ខ្ញុំបានគឺអាចឧបត្ថម្ភបានតាមរយៈ QR code ដែលមាននៅលើវីដេអូនេះរាល់ការដុនណេតរបស់អ្នកទាំងអស់គ្នាគឺជួយមកដល់ខ្ញុំបានច្រើនមែនទែន